បាទសួស្តីបងប្អូនទាំងអស់គ្នាក៏សូមបង្ហាញវិធីសាស្ត្របង្រៀនមួយដែលវាសមស្របខ្លាំងជាងគេបំផុតនៅក្នុងសាលាបឋមសិក្សាតាក់ទងជាមួយនឹងវិធីសាស្ត្របង្រៀនភាសាអង់គ្លេសណាដែលវិធីហ្នឹងបើសិនជាសម្រាប់លោកគ្រូល្អជាងគេបំផុតហើយអាចថា number 1 នៅក្នុងចំណោមវិធីសាស្ត្រនៅក្នុងសាលាបឋមសិក្សាទាំងអស់ហើយវាប្រើបានមិនសម្រាប់តែភាសាអង់គ្លេសទេប្រើនៅក្នុងវិធីសាស្ត្របង្រៀនមុខវិជ្ជាផ្សេងទៀតក៏បានដែរគឺតាក់ទងជាមួយវិធីសាស្ត្រមួយដែលគេឲ្យឈ្មោះថា Total Physical Response Learning Through Action គេនិយាយថាឆ្លើយតបដោយរាងកាយបើសិនបើយើងបក Total Physical រាងកាយដល់ពេល Response ឆ្លើយតបមានន័យថាស្តៀងគ្នាដូចយើងរៀនដោយប្រើកាយទៅរៀនអញ្ចឹងណាគេហៅ Total Physical Response learning through action មានន័យថាយើងរៀនដែរប៉ុន្តែយើងរៀនតាមរយៈនៃការធ្វើសកម្មភាពលើយើងមើលពាក្យខាងក្រោមគេដាក់ថា Total Physical Response TPO is a language teaching method developed by James Asher. It emphasizes that physical action to convey the meaning, reduce student stress. TPO aim to mirror how children acquire the native language. ចឹង total physical response ដែលយើងនិយាយកាត់ថា TPO ហ្នឹងវាជាគេហៅថា language teaching method ជាវិធីសាស្ត្រនៃការបង្រៀនភាសាមួយបង្កើតដោយលោក James Asher អ្នកបង្កើតវាសកត់ធ្ងន់ថាអ្វីដែលគេសកត់ណាគេសកត់ថាសកម្មភាពផ្លូវកាយគឺអាចបង្ហាញអត្ថន័យបាននេះពាក្យវាក៏លើកកន្លែងហ្នឹងណាចឹងបងប្អូនទាំងអស់គ្នាស្កត់សម្គាល់ពាក្យមួយគេហៅថា physical action convey meaningមានសកម្មភាពផ្លូវកាយរបស់យើងអាចបង្ហាញអត្ថន័យបានអាចបង្ហាញអត្ថន័យណាអាចបង្ហាញព្រោះយើងក៏យល់ដែរថាយើងធ្វើសកម្មភាពផ្សេងផ្លូវកាយអាចបង្ហាញអត្ថន័យបានអញ្ចឹងមានន័យថាការបង្ហាញសកម្មភាពរបស់កុមារតាមរយៈការធ្វើកាយវិការរបស់គាត់អាចបង្ហាញពីការយល់ដឹងរបស់គាត់មិនចាំបាច់យើងឲ្យគាត់ឆ្លើយតបតាមទម្លាប់យើងប្រើឲ្យគាត់ប្រើមាត់ប៉ុន្តែ total physical response មិនបាច់ប្រើមាត់ក៏បានដែរណាប្រើមាត់ខ្លះមិនប្រើមាត់ខ្លះប៉ុន្តែជាធម្មតាមិនបាច់ប្រើមាត់ក៏បានឲ្យតែមានសកម្មភាពផ្លូវកាយគឺអាចបង្ហាញអត្ថន័យបានអញ្ចឹងមានគេថាយកខ្លួនទាំងមូលទៅរៀនហ្មងណាហើយធ្វើអញ្ចឹងកាលណាយើងយកខ្លួនទាំងមូលទៅរៀនយកដៃទៅរៀនយកក្បាលទៅរៀនជើងដងខ្លួនទៅរៀនទាំងអស់អញ្ចឹងមានន័យថាវាគេហៅថា reduce student stress មានន័យថាកាត់បន្ថយការ stress របស់កុមារអញ្ចឹង TPO aim to mirror how children acquire មាន TPO ហ្នឹងគឺមានបំណងគឺឆ្លុះបញ្ចាំងពីរបៀបក្មេងទទួលបានភាសាហ្មងគេហៅថា how children acquire language គេអត់ប្រើពាក្យថា learn language ទេរបៀបថាក្មេងទទួលបានភាសាយ៉ាងម៉េចដូចនៅក្នុងរូបអញ្ចឹងបងប្អូនឃើញមានន័យថាកាយវិការទាំងអស់ហ្នឹងហើយគឺបង្ហាញអត្ថន័យបើសិនជាប្អូននិយាយទៅកាន់ក្មេងហើយក្មេងមិនបាច់ឆ្លើយទេថាយល់មិនយល់អញ្ចឹងក្មេងគ្រាន់តែធ្វើកាយវិការតាមដែលយើងនិយាយមានន័យថាបង្ហាញអត្ថន័យមកហើយថាគេយល់ហើយព្រោះគេធ្វើកាយវិការតាមដែលយើងនិយាយបានអញ្ចឹង TVO ណា TVO អត្ថន័យវាអញ្ចឹងចំណុចបន្ទាប់តាក់ទងជាមួយនឹង comprehension approach foundation មានន័យថាលក្ខណៈវិធីសាស្ត្រយ៉ាងម៉េចតាក់ទងជាមួយនឹងវិធីសាស្ត្រគេហៅថាមូលដ្ឋានគ្រឹះវិធីសាស្ត្រហ្នឹងណាវាមានវាយ៉ាងម៉េចមុនចូលទៅដល់លក្ខណៈលោកគ្រូសុំនិយាយបន្តិចគេហៅថា learning by listening first ជាលក្ខណៈរបស់វាណាជា foundation ជាគ្រឹះរបស់វាមានន័យថាវាឈរលើគោលអីគោលដំបូងគេបង្អស់សម្រាប់វិធីសាស្ត្រមួយហ្នឹងគេហៅថា learning by listening first បងប្អូនឃើញគេដាក់ថា listening first មានន័យថា learning by listening first មានន័យថាយើងរៀនតាមរយៈនៃការស្ដាប់ជាមុនមិនបាច់សរសេរទេមិនបាច់អានទេមិនបាច់បញ្យល់ទេឲ្យក្មេងគាត់ស្ដាប់សិនអញ្ចឹងធ្វើយ៉ាងម៉េចដំបូងណាដំបូងគឺ learning listening first ស្ដាប់ចង់និយាយថា student listen before they speak ក្មេងស្ដាប់មុនគាត់និយាយ They do not have to speak until they feel ready ពួកគេមិនចាំបាច់និយាយទេរហូតដល់គាត់មានអារម្មណ៍ថា ready សិនយល់ពាក្យថា ready មានន័យថារួចរាល់សិនដូចគេថាតើអ្នកឯងរួចរាល់នៅក្នុងការដើម្បីរៀបអាពាហ៍ពិពាហ៍ហើយនៅរួចរាល់មានន័យថាស្រេចបាច់អស់
ពេលដែលយើងបញ្ញត្តិបខំនិយាយឃើញការរៀនភាសាអង់គ្លេសខ្លះកូនសិស្សខ្លះគាត់រៀនដួលភាសាគាត់បញ្ញត្តិតែ work hard speaking តើដឹងអី work hard speaking មក speak មកនិយាយមកអញ្ចឹងកន្លែងហ្នឹងចំណុចដួលអញ្ចឹង listening first ស្ដាប់ជាមុនស្ដាប់ហ្នឹងមានន័យស្ដាប់រហូតដល់គាត់ ready មានន័យថាកំពុកអង់គ្លេសចេញពីមាត់មកដោយមិនចង់ហ្នឹងគេហៅ ready អញ្ចឹង student listen before they speak កូនសិស្សគេស្ដាប់មុនពេលគេនិយាយ or they do not have to speak until they feel ready មានន័យថាពួកគេមិនចាំបាច់និយាយបើគេមិនទាន់រួចរាល់អញ្ចឹងគេយកវិធីសាស្ត្រហ្នឹងរបៀបអញ្ចឹងមកពីណាមកពីរបៀបគេហៅថារបៀបក្មេងកុកម៉ាណាដូច baby គាត់រៀនអញ្ចឹងអាហ្នឹងគេហៅ this is similar to how baby learn their first language ចង់និយាយថាវាជារបៀបមួយបែបស្តៀងគ្នាដូច baby រៀនភាសាដំបូងរបស់គាត់អញ្ចឹងគេឲ្យធ្វើឲ្យថ្នាក់រៀនហ្នឹងគឺស្តៀងគ្នាអញ្ចឹងដែរណាអញ្ចឹង TPR ណាបងលោកគេដាក់អក្សរហ្នឹង TPR priority listening comprehension before speaking like infant language acquisition អញ្ចឹង TPR ហ្នឹង priority ហ្នឹងមានន័យថាសំដៅ priority ហ្នឹងមានន័យថាឲ្យអតិភិបឲ្យភាពសំខាន់ទៅលើ listening ទៅលើការស្ដាប់ទៅលើ listening comprehension ទៅលើចំណេះដឹងនៃការស្ដាប់ before speaking មុនពេលនិយាយlike infant ដូចជាកុមារគេហៅថា like infant language acquisition ដូចជាកុមារទទួលបានភាសាអញ្ចឹងឲ្យគាត់ស្ដាប់ទៅក្រោយស្ដាប់ឲ្យធ្វើមិនទៀតស្ដាប់ទៀតទៅហើយធ្វើមិនទៀតស្ដាប់ទៀតហើយធ្វើមិនទៀតចុះស្ដាប់ទៀតស្ដាប់ឲ្យគាត់រួចរាល់ឧទាហរណ៍គ្រូនិយាយថាមកថាគ្រូនិយាយ stand up student គាត់ stand up without speaking គាត់មកថាគ្រូតែនិយាយថាឈរ stand up យើងនិយាយអង់គ្លេសណានិយាយ stand up អញ្ចឹងកូនសិស្សគាត់ទៅក្រោកឈរបានហើយមិនបាច់និយាយ stand up តាមគ្រូទេណែហ្នឹងយល់ហើយណាមាន stand up អូខេ stand up ក្មេងឡើងឈរប្រាវគេអាហ្នឹងគេហៅ total physical response មានន័យថាគាត់ប្រើកាយគាត់មករៀនណាគាត់មិនបាច់បើកមាត់ក៏បានដែរគាត់ក្រោកឈរបានអាហ្នឹងវាជាលក្ខណៈមួយដែលយើងធ្វើមិនសង្កត់ធ្ងន់ទៅលើការស្ដាប់ជាមុនអញ្ចឹងចំណុចមួយទៀតគេហៅថា physical movement is essential ចលនាផ្លូវកាយហ្នឹងណាដែលគេហៅថា physical movement វាសំខាន់ណាស់កូនសិស្សរៀនភាសាតាមរយៈនៃការធ្វើសកម្មភាពផ្លូវកាយហ្នឹងគាត់យកអាសកម្មភាពផ្លូវកាយមករៀនភាសាបើភាសាអង់គ្លេសគេប្រើពាក្យ student learn language by performing physical action អ្នកកូនសិស្សរៀនភាសាតាមរយៈនៃការសម្ដែងសកម្មភាពផ្លូវកាយហ្នឹងយើងកុំទាន់បញ្ញាប់តាក់ទងជាមួយនឹងការចូលលេខ2 natural production មានការផលិតមកវិញណាអ្នកលេខ2គ្រូមិនទាន់បង្ហាញបងប្អូនលេខ2ឥឡូវយើងនិយាយពីអាទី1ច្បាស់សិនអញ្ចឹងមានស្ដាប់ជាមុនបន្ទាប់មកទៀតយើងមិនទៀតនៅក្នុងលក្ខណៈទី1ដដែលហ្នឹងគេហៅថា physical movement ចលនាផ្លូវកាយបងប្អូនទាំងអស់គ្នាត្រូវយល់ថាអាហ្នឹងវាសំខាន់ណាស់ student learn language by performing physical action កូនសិស្សរៀនភាសាតាមរយៈនៃការធ្វើសកម្មភាពផ្លូវកាយមួយអញ្ចឹង every new word or command is connected to movement មានតែគ្រប់ពាក្យពេចន៍ទាំងអស់ដែលគ្រូនិយាយត្រូវតបជាប់ជាមួយនឹងចលនារបស់ក្មេងគ្រូចេះនិយាយទៅក្មេងអ្នកធ្វើចលនាតើមានតែគ្រូអ្នកនិយាយកូនសិស្សអ្នកធ្វើចលនាអញ្ចឹងគ្រប់ពាក្យថ្មីរបស់យើង every new word or every command គ្រប់ការបញ្ជារបស់យើងត្រូវទៅតជាមួយក្មេងជាមួយនឹងចលនាអញ្ចឹងនៅពេលដែលយើងធ្វើអញ្ចឹងមានន័យថាការរៀនវាคล้ายទៅជារឿងមួយសកម្មហ្នឹងវាអត់អកម្មទេឧទាហរណ៍ថាគ្រូនិយាយថាចាំ sit down open the door touch your head គ្រូនិយាយថាចាំ load sit down open the door touch your head ប៉ះក្បាលរបស់អ្នកមើលអញ្ចឹងក្មេងគេយកដៃប៉ះក្បាលហើយបើកទ្វារក្មេងគេធ្វើមិនបាច់ទៅបើកទ្វារមែនទេណាធ្វើដៃបើកមាត់ទ្វារទៅអង្គុយចុះក្មេងគេអង្គុយ load គាត់ load អញ្ចឹងមានន័យថាអាយើងនិយាយចាំហ្នឹងគឺជា comment ឯជាការបញ្ជារបស់យើងឯគឺជាពាក្យរបស់យើងអញ្ចឹងពាក្យរបស់យើងផ្សារភ្ជាប់ជាមួយនឹងអីគេផ្សារភ្ជាប់ជាមួយនឹងគេហៅថា action របស់គាត់ or physical គេហៅថា physical movement ចលនារបស់គាត់អញ្ចឹងតួនាទីសំខាន់របស់ TPR ណានៅក្នុងចំណុចទី1ហ្នឹងណាចំណុចទី1ហ្នឹងគឺទី1អីគេមកលោកគ្រូនិយាយឡើងវិញទី1គឺស្ដាប់មុនបន្ទាប់មកផ្សារភ្ជាប់ជាមួយនឹងអាសកម្មភាពផ្លូវកាយហ្នឹង
វាសំខាន់ផ្សារភ្ជាប់មួយសកម្មភាពផ្លូវកាយហើយចឹងគ្រូជាអ្នកអីគេគ្រូគេហៅថា give comment គ្រូអ្នកឲ្យវិជ្ជាមិនមែនបង្រៀនទេនៅក្នុងថ្នាក់គឺថ្នាក់វិជ្ជាហ្មងអញ្ចឹង teacher act like director យើងដូចជាដឹកដូចយើងទៅសកម្មភាពដូចយើងអ្នកដឹកនាំដូចមេដឹកនាំវងភ្លេងអញ្ចឹងកូនសិស្សគាត់ឆ្លើយតបតាមរយៈការណែនាំផ្សេងតាមបច្ចេកទេសនៃការបង្រៀនរបស់យើងដូចមកយើងនិយាយថា walk to the window pick up the book turn around walk to the window ដើរទៅ6មែនដើរទៅ6មែនមិននិយាយខ្មែរអញ្ចឹងដូចគ្រូណាយើងនិយាយថា walk to the window walk to the window walk បើចង្អុលថែមទៀតក៏បានដែរ walk to the window pick up the book លើកសភៅឡើង pick up the book និយាយម្ដងក៏អត់យល់ដែរនិយាយដល់យល់ឡើងប៉ុន្តែបើយើងនិយាយឲ្យយើងលើកសភៅយើងមើលសិនក៏បានដែរណាបើគាត់មិនទាន់យល់ pick up the book pick up the book ឬក៏យើងនិយាយថា turn around វល់ខ្លួនមើល turn around វល់ខ្លួន turn around និយាយដល់គាត់យល់ហ្នឹងហើយអញ្ចឹងគ្រូឲ្យ command អញ្ចឹងកូនសិស្សត្រូវឆ្លើយយ៉ាងម៉េចគ្រូនិយាយថា student respond with action កូនសិស្សឆ្លើយតបជាមួយនឹងសកម្មភាពអញ្ចឹងក្នុងអំឡុងពេលដែលគាត់ឆ្លើយតបជាមួយសកម្មភាព student show understanding កូនសិស្សគាត់បង្ហាញការយល់របស់គាត់តាមរយៈនៃ movement ហ្នឹងហើយតាមរយៈនៃការធ្វើចលនាហ្នឹងហើយអត់មាននិយាយផងគឺតែកូនរូបដែលលោកគ្រូបង្ហាញនៅក្នុង slide ហ្នឹងអញ្ចឹងឃើញកូនក្មេងវាមើលមុខម៉ាក់វាមើលទៅវាសម្ដែងសកម្មភាពចេញមកអញ្ចឹង student show understanding through movement កូនសិស្សបង្ហាញការយល់តាមរយៈនៃការធ្វើចលនាជំនួសឲ្យការនិយាយណាអញ្ចឹងដល់ពេលគាត់ចាប់ដើមនិយាយធ្វើអញ្ចឹងនិយាយគឺចេញមកហ្នឹង natural ហ្មងចេញមកធម្មជាតិហ្មងគេ speaking come naturally ចង់និយាយថាការនិយាយគឺចេញមកគឺលក្ខណៈគឺធម្មជាតិហ្មងប៉ុន្តែវិធីសាស្ត្រហ្នឹងគឺ speaking is delay បន្តិចការនិយាយទៅបានពជាពេលបន្តិចគេអត់បង្ខំទេអញ្ចឹង student not forced to speak immediately កូនសិស្សគេអត់បង្ខំកូនសិស្សឲ្យនិយាយភ្លាមទេ they begin speaking only after learning enough language មានតែពួកគេអាចនិយាយបានប៉ុន្តែនិយាយបន្ទាប់ពីការស្ដាប់ហ្នឹងវាគ្រប់គ្រាន់សិនអញ្ចឹងដំណាក់កាលដំបូងនេះអ្វីដែលលោកគ្រូនិយាយប្រហែលគេហៅដំណាក់កាល silent period ដំណាក់កាលស្ងៀមស្ងាត់ដំណាក់កាលស្ងាត់ដោយកូនក្មេងមានដំណាក់កាលដំបូងបងប្អូន check មើលខ្លួនឯងការរៀនភាសាខ្មែរដំណាក់កាលដំបូងស្ងាត់ប៉ាម៉ាក់និយាយមិនគឺក្មេងអត់ខ្វល់នៅតែស្ងៀមនិយាយចាប់ស្ងៀមអត់តបគ្រាន់តែមើលស្ងៀមណាអញ្ចឹងដំណាក់កាលស្ងៀមហ្នឹងយ៉ាងម៉េចស្ដាប់មុនឲ្យក្មេងស្ដាប់មុនក្មេងអាចឆ្លើយតបជាមួយនឹងចលនាគាត់និយាយមិនកើតទេណាឬក៏ចលនាផ្លូវកាយវាសំខាន់អញ្ចឹងដំណាក់កាលទី1ហ្នឹងដំណាក់កាលស្ងាត់គ្រូគាត់ឲ្យបជាទៅហើយកូនសិស្សឆ្លើយតបជាមួយនឹងសកម្មភាពហើយត្រូវចាំថាការនិយាយពជាពេលនេះអញ្ចឹងធ្វើអញ្ចឹងវាមិនវិញធ្វើអញ្ចឹងគេហៅថា stress free learning ការបង្រៀនដែរប៉ុន្តែ stress free មានន័យថាយើងរួចផុតពី stress អញ្ចឹងកូនសិស្សគាត់អត់ខ្លាចនៅក្នុងការធ្វើកំហុសទេព្រោះគាត់គាត់ធ្វើតាមការបញ្ជាហ្នឹងគាត់មិនឆ្លើយតបគាត់មិននិយាយណាអញ្ចឹងវាសម្ពាធតាក់ទងជាមួយការភ័យខ្លាចហ្នឹងវាទៀតកាលណាអាហ្នឹងវាទៀតទំនុកចិត្តវាឡើងខ្ពស់ហើយជួយយើងបានរៀន vocab អត់ចុះគ្រូអត់មានសរសេរមានអីផង vocab បានរៀនហើយរៀនជាមួយនឹងការស្ដាប់ហ្នឹងកូនសិស្សគាត់រៀន vocab ហើយ vocab មួយដែលគ្រូនិយាយសុទ្ធតែ vocab ដែលមានប្រយោជន៍ទៀតណាហើយមនុស្សកាលណាយើងនិយាយទៅជាមួយនឹងវេយ្យាករណ៍ហើយដូចយើងនិយាយខ្មែរអញ្ចឹងមានវេយ្យាករណ៍ខ្មែរនៅក្នុងហ្នឹងទាំងតែម្នាក់និយាយមិនចេះវេយ្យាករណ៍ខ្មែរវាហូរវេយ្យាករណ៍ទៅតាមហ្នឹងហើយមានលំដាប់លំដោយនៃពាក្យហ្នឹងអញ្ចឹងមានកូនក្មេងរៀនវេយ្យាករណ៍តាមហ្នឹងហ្មងបើសិនវេយ្យាករណ៍បាច់ទៅសេដាក់លើក្រាភៀនណាគាត់តែពាក្យរៀនមុនដូចគ្រូនិយាយថា open the book open the book អញ្ចឹងនៅក្នុងហ្នឹងមានវេយ្យាករណ៍មាន verb មាន object នៅក្នុងហ្នឹងហើយកូនសិស្សនិយាយ open the book ទៅកូនសិស្សធ្វើកាយវិការ open the book ទៅអញ្ចឹងអាហ្នឹងតាក់ទងជាមួយនឹង TBO អញ្ចឹងលោកគ្រូបញ្ជាក់បន្តិចអញ្ចឹង meaning អត្ថន័យមិនវិញ
អត្តន័យវាគេហៅថា come before form ចង់និយាយថាមិនបាច់មានតម្រងអីណា subject បូក verb អីមិនបាច់ទេអញ្ចឹងកូនសិស្សគាត់យល់អត្តន័យជាមុនអត្តន័យមកមុនគេមកយល់ន័យមកអញ្ចឹងការរៀនគឺវាស្តៀងគ្នាគេហៅថា learning similar to first language acquisition ការរៀនរបស់យើងស្តៀងគ្នាដូចយើងទទួលបានភាសាអង្កលដែលយើងទទួលបានភាសាលើកទី1របស់យើងភាសាខ្មែរការភាសាខ្មែរដែលបងប្អូនទាំងអស់គ្នាចេះហ្នឹងកាលនោះមានរៀនណាអាយុ1ឆ្នាំ2ឆ្នាំមានន័យថាអានោះគេហៅថាការទទួលបានភាសាអង់គ្លេសគេហៅថា acquire language ឬក៏ language acquisition នេះអាហ្នឹងចឹង listening first ស្ដាប់មុននឹងជាចំណុចសំខាន់ចឹងគ្រូបើសិនជាពេលនិយាយបើសិនជាក្មេងមិនបានយើងថាក្មេងស្ដាប់យើងនិយាយមិនយល់យើងធ្វើសកម្មភាពឲ្យមើលមុនហ្នឹងនិយាយផងធ្វើផងទៅមានអីមានគេហាមដែរ teacher is a model ដែរតាគ្រូបង្ហាញគ្រប់សកម្មភាពទៅកូនសិស្សចម្លងសកម្មភាពប៉ុន្តែពេលដែលយើងធ្វើសកម្មភាពដំបូងហ្នឹងណាប៉ុន្តែបើសិនជាបងអូនអាចនិយាយឲ្យគាត់យល់ហ្មងមិនបាច់ធ្វើសកម្មភាពទេឲ្យគាត់យល់ហ្មងប៉ុន្តែតាមទម្លាប់លោកគ្រូគឺនិយាយផងធ្វើសកម្មភាពផងវាលឿនណាអូមកថា open the book យើងធ្វើដៃ open the book walk to the window យើង walk to the window close the door យើង close the door យើងធ្វើសកម្មភាពមុន teacher ជា model ដែរតាគ្រូជាតារាបង្ហាញ mode ដែរតាអញ្ចឹង teacher demonstrate action គ្រូបង្ហាញសកម្មភាព student copy teacher កូនសិស្សជាអ្នក copy សកម្មភាពអញ្ចឹងកូនសិស្សក៏រៀនមិន student learn by observation កូនសិស្សគាត់អាចរៀនតាមរយៈនៃការសង្កេតដែរសង្កេតអីគេសង្កេត teacher action សកម្មភាពរបស់គ្រូឬក៏ classmate action អ្នកដែលគាត់ធ្វើមិនកើតតែពេលគាត់ធ្វើមានក្មេងធ្វើកើតមិនកើតអញ្ចឹងគាត់មើល copy គ្នាគាត់គេគ្រប់គ្នានិយាយថា stand up គេយល់គេក្រោកសិស្សផ្សេងទៀតអត់យល់ហងឃើញគ្រប់គ្នាក្រោកគេគាត់គេហៅ copy ណាអាហ្នឹងមានតែកូនសិស្សគាត់អាចរៀនពាក្យថ្មីបានពេលហ្នឹងហើយសកម្មភាពវាត្រូវធ្វើសារចុះសារឡើងមិនម្ដងឯងសារចុះសារឡើង stand up sit down stand up sit down បងប្អូនធ្លាប់ឮគេនិយាយចឹងstand up នេះក៏ stand up sit down ក៏ sit down stand up អាហ្នឹងមានតែគាត់យល់ stand up sit down ហ្នឹងហ្មង repeat គេហៅថា repetition សកម្មភាពសារចុះសារឡើងណាសកម្មភាពសារចុះសារឡើងអញ្ចឹងតាក់ទងជាមួយវិធីហ្នឹងគោលដៅសំខាន់គឺ understanding ក្មេងយល់ចាំបាច់ហើយយល់ហ្នឹងមិនចាំបាច់ translate ទេមិនចាំបាច់ do not need to translate every word មិនចាំបាច់បកប្រែគ្រប់ពាក្យទេអញ្ចឹងគ្រូគាត់តែប្រើគេហៅថា imperative sentence ណាលក្ខណៈបជាអញ្ចឹងដូចជា open the book close the door raise your hand turn left walk slowly open the book បើកសភៅមើល close the door បិទទ្វារ raise your hand លើកដៃ raise your hand ឬក៏ turn left បត់ឆ្វេង walk slowly ដើរយឺតអាហ្នឹងសុទ្ធតែជាលក្ខណៈ TVR កុំបញ្ញត្តិតាក់ទងជាមួយនឹងការនិយាយអញ្ចឹងការរៀនប្រភេទហ្នឹងគេហៅថា student center learning ឯង student center learning គ្រូក៏អត់មានតកែកំហុសសិស្សឯណាដែរអត់ទេព្រោះយើងរៀនធ្វើកាយវិការទៅអញ្ចឹង student center learning student are active participant កូនសិស្សពេលហ្នឹងតែលោកគ្រូធ្លាប់ធ្វើចូលរួមសកម្មណាស់មហាសែនចូលរួមពួកគេធ្វើចលនាគេស្ដាប់គេតាក់ទងយើងជំនួសឲ្យយើងអង្គុយឲ្យកត់ត្រាធុញ sitting and take note ណាអង្គុយកត់ត្រាទៅអញ្ចឹងមានគេ move គេមានចលនាគេស្ដាប់គេតាក់ទងជាមួយនឹងអ្វីដែលគេស្ដាប់គេធ្វើចលនាតាមដែលយើងស្ដាប់ដូចយើងអង្គុយគេចាក់ធំបាសអង្គុយញាក់ជើងអញ្ចឹងណាញាក់ជើងភ្លេងមកយើងអង្គើជើងយើងតិចអាហ្នឹងយ៉ាងម៉េចមានន័យថាតាក់ទងជាមួយហ្នឹងគឺយើងយកចលនាទៅតាក់ទងអញ្ចឹង TPR ហ្នឹងគេហៅ total physical response ហ្នឹងគឺថាគេហៅថា work well ហ្មងវាស័ក្តិសមសម្រាប់ beginner ហ្មងអញ្ចឹង TPR គេ design ជាពិសេសសម្រាប់គេហៅ young learner អ្នករៀនវ័យក្មេងឬក៏សម្រាប់ beginner សាលាបឋមយ៉ាងត្រូវហ្មង
ឬក៏កូនសិស្សអត់ទៅចេះពាក្យច្រើនក៏ត្រូវដែរ student limited with គេហៅlimited vocabulary ចង់និយាយថាវគ្គភាសាគាត់នៅតិចអត់ដូច CLL community language learning អានោះវាហាយបន្តិចខ្ពស់បន្តិចអញ្ចឹងតកតងមួយការ learn through context បើយើងក៏អាចរៀនតាមបរិបទដែរតាមពាក្យដែលយើងចង់បង្រៀនប្រហែលពាក្យដូចជា open the window អញ្ចឹងកូនសិស្សអញ្ចឹងយើងមើលបរិបទអីចឹងមកអញ្ចឹងការចាំរបស់ក្មេងយើងពង្រឹងការចាំរបស់ក្មេងយ៉ាងម៉េចយើងពង្រឹងការចាំរបស់ក្មេងតាមរយៈនៃការធ្វើចលនាជាធំបិទមាត់ណាបិទមាត់យើងធ្វើចលនាពោពាក្យថា TVR មាន physical total response មានន័យថាការឆ្លើយតបជាមួយរូបរាងកាយបើយើងបកពាក្យរបស់វាអញ្ចឹងមានន័យថាវាតាក់ទងជាមួយអាចលនាជាធំហ្មងការចាំក៏តាក់ទងមួយចលនាហើយបើមិនចាំដោយសារចលនាយើងធ្វើស្ទើរមិនគ្រប់អញ្ចឹង physical movement គឺជួយកូនសិស្សគេហៅ remember vocab បាន longer ទៀតហើយការប្រើវិធីសាស្ត្របែបហ្នឹងគឺអីគេ fun សប្បាយណាសប្បាយព្រោះថ្នាក់រៀនគឺមានការតាក់ទងគ្នាហ្មងសិស្សក៏តាក់ទងមួយគ្រូសិស្សតាក់ទងមួយសិស្សក្នុងថ្នាក់ខ្លួនឯងសិស្សតាក់ទងមួយវត្ថុផ្សេងៗដែលយើងប្រើដើម្បីឲ្យក្មេងនិយាយអញ្ចឹងវាងាយស្រួលអញ្ចឹងគ្រូយើងចាប់ផ្ដើមការបញ្ជាវាដេញទៅដេញពីពាក្យសាមញ្ញទៅរកអីមួយដែលស្មុគស្មាញជាងមុនបន្តិចណាកាន់តែពិបាកទៅបន្តិចទៅក្មេងចេះខំធ្វើតាមទៅព្រោះមកថាដំបូងយើងនិយាយថា stand up level 1ណា stand up ក្រោយពី stand up ក្រោយមកមើលយ៉ាងស្មតឡើងពិបាកតែ stand up and clap ណា clap ផ្ទះដៃ stand up and clap មានតែក្រោកឈរផ្ទះដៃឃើញវិញមុនណាstand up and clap វិញដល់ពេល level ទី3យើងពិបាកយ៉ាងហ្នឹងទៅ stand up clap 3 times and touch the window ណា stand up clap 3 times and touch the window ក្រោកឡើងផ្ទះដៃ3ដងហើយប៉ះពង្រួយហើយទៅប៉ះពង្រួយហើយវិញហ្នឹងពិបាកយល់ពីមុនណា stand up clap 3 times and touch the window ក្រោកឡើងផ្ទះដៃ3ដងហើយទៅប៉ះពង្រួយអាហ្នឹងមានន័យថាវាមាន level របស់វា level ទី1ស្រួលពាក្យខ្លីងាយក្រោយមករៀងស្មុគស្មាញតិចក្រោយមករៀងថាវែងជាងមុនយ៉ាងស្មុគស្មាញហើយកូនសិស្សនៅធ្វើបានអញ្ចឹងហើយនៅក្នុងការបង្រៀនបើសិនជាអាចបងប្អូនទាំងអស់គ្នាប្រើ real object គេហៅថាប្រើវត្ថុពិតមកបង្រៀនគឺយើងប្រើសភៅប្រើប៊ិចប្រើតុប្រើទ្វារប្រើបង្រួចប្រើស្បោងប្រើថង់ដែលយើងមានហ្នឹងយើងយកអាហ្នឹងមករៀនតាក់ទងនេះហ្នឹងអញ្ចឹងកូនសិស្សគាត់ធ្វើសកម្មភាពទៅតាមវត្ថុដែលយើងប្រើហ្នឹងណាដូចជាយើងនិយាយ touch the door យើងប្រើដៃបើគាត់មានដៃយើងមានដៃប្រើដៃប្រើនិយាយទៅថាស្អីនឹងគៀនខ្លួនយើងប្រើទាំងអស់ទៅប៉ុន្តែតាមបរិបទដែលយើងចង់បង្រៀនផងដែរទៅណាបើតាមនេះបើសិនជាយើងមានគោលដៅពាក្យជាគោលដៅអញ្ចឹងកូនសិស្សគាត់ចូលរួមហើយតាមរយៈចលនាជាធម្មតាការរៀនយើងចូលរួមតាមរយៈនៃការឆ្លើយមិនអញ្ចឹងទេប៉ុន្តែនេះការចូលរួមរបស់គាត់គឺតាមលក្ខណៈនៃការធ្វើចលនាអញ្ចឹងដល់ពេលចូលលេខ2នេះគេហៅថា natural production ណា natural production ដំណាក់កាលទី2គឺ natural production គេហៅថាយើងយល់ពាក្យថា production មានន័យថាឆ្លងកាត់ដំណាក់កាលស្ងៀមស្ងាត់រួចរាល់ចូលដល់ដំណាក់កាលផលិតផលិតតាក់ទងមួយនិយាយប៉ុន្តែមុនចូលទៅដល់ហ្នឹងមានន័យថាវាមានដំណាក់កាលរបស់វាណាមុនលោកគ្រូនិយាយឡើងវិញមុនផលិតស្អីទៅគេហៅថាផលិតមានន័យថា student begin to speak naturally កូនសិស្សចាប់ដើមនិយាយដោយស្ងៀមស្ងាត់ប៉ុន្តែនិយាយហ្នឹងអត់មានបខំទេមានន័យថាគេរួចរាល់នឹងខាងការនិយាយព្រោះដំបូងគេស្ដាប់ហើយអាដំណាក់កាលទី1គេស្ដាប់គេយល់មានន័យថាវេទនាកាលទី1 listen បន្ទាប់មក understand ទី2ណាឥឡូវចេះបងប្អូនអាចមានបិចកត់បន្តិចដំណាក់កាលវា4ទី1គេ listen កាលណា listen ហើយ
ទី2 understand យល់ក្រោយពីយល់ហើយ respond with physical action ឆ្លើយតបជាមួយនឹងសកម្មភាពផ្លូវកាយឆ្លងកាត់អាទី1ឆ្លងកាត់ទី2យល់ដល់ពេលយល់ឆ្លើយតបជាមួយសកម្មភាពផ្លូវកាយកើតហើយទី3ដល់ពេលទី4 speak naturally និយាយដោយធម្មជាតិហើយនិយាយដោយទំនុកចិត្តទៀតឥឡូវដំបូងមកតែយើងនិយាយថា listen ប៉ុន្តែ listening យើងបូកមួយ action គ្រូធ្វើដែរទៅទី1 listening បូក plus action student មកតែទៅយើងនិយាយថា stand up អញ្ចឹងគ្រូក៏ត្រូវឈរណាកូនសិស្សសំដៅកូនសិស្សត្រូវឈរដោយមិនបាច់និយាយទេហើយបើគ្រូឈរដែរល្អណានៅពេលដែលយើងនិយាយសកម្មភាពមួយយើងឈរយើងធ្វើសកម្មភាពតាមអ្វីដែលយើងនិយាយក៏បានយើងមិនធ្វើក៏បានប៉ុន្តែបើតាមដែលលោកគ្រូឃើញគេបង្រៀនតាម Facebook អីហ្នឹងតាម YouTube ហ្នឹងគេធ្វើណាគេធ្វើសកម្មភាពអញ្ចឹងគ្រូធ្វើសកម្មភាពកូនសិស្សធ្វើមិនបាច់និយាយទេគ្រូបើកសភៅនិយាយថាបើកសភៅអញ្ចឹងណាឬក៏ពេលដែលយើងមើលថាកូនសិស្សយើងចង់ឆែកការយល់របស់គាត់យើងគ្រាន់និយាយគាត់អ្នកធ្វើអញ្ចឹងដំបូងដៃគ្រូនិងសិស្សធ្វើជាមួយគ្នាអញ្ចឹង we do សិនណាមុនបងអាច do សិនណាក្រោយមក we do ធ្វើទាំងអស់គ្នាក្រោយមកអ្នកឯងធ្វើម្នាក់ឯងយើងយកតាមក្បួនដែលសាលាបឋមប្រើនោះល្អដែរមានអ្នកអាច do we do you do គ្រូធ្វើបើមុនធ្វើសកម្មភាពនិយាយធ្វើសកម្មភាពកូនសិស្សមិនធ្វើអីទាំងអស់បើមើលក្រោយមកធ្វើមួយគ្នាគ្រូក៏ធ្វើសិស្សក៏ធ្វើក្រោយមកធ្វើម្នាក់ឯងគ្រូអ្នកនិយាយហ្នឹងណាអញ្ចឹងក្រោយនេះអាដំណាក់កាលទី2ក្រោយមកនេះគេហៅ natural production ណាមានតែគាត់ចូលដល់ដំណាក់កាលនៃការនិយាយឯងយើងអ្នកធ្វើគាត់អ្នកនិយាយម្ដងយើងធ្វើសកម្មភាព open the book បើកសភៅគាត់និយាយថា open the book យើងធ្វើសកម្មភាពអីគាត់និយាយហ្នឹងមានតែគាត់ចេះនិយាយគាត់ចេះនិយាយហ្នឹងបើជ្រៅមែនទែនគ្រូបើកសភៅសួរសំណួរណា what should I do ខ្ញុំគួរធ្វើអីហ្នឹងគាត់ថា oh teacher open the book ណាលយមកហ្នឹងអាហ្នឹងគេហៅ produce ដល់ពេលទី3នេះគេហៅថា low anxiety អត់កាត់បន្ថយភ័យអត់ទៅភ័យអញ្ចឹង TBR គេបង្កើត low stress environment ជាបរិយាកាសមួយដែល low stress ដើម្បីសម្របសម្រួលការទទួលបានភាសាណាអានេះយើងមិនបាច់គិតទេយើងគិតតែអានេះវាបានមកដល់ស្វ័យប្រវត្តិហើយចំណុចមួយទៀតគោលការណ៍សំខាន់តាក់ទងជាមួយនឹង TPR ហ្នឹងគេហៅថា key principle គោលការណ៍សំខាន់របស់វាគឺ action based learning ការរៀនផ្អែកលើសកម្មភាពដែល student respond physically to verbal command associating language with movement ចឹងក៏លើសំខាន់វាគឺយើងរៀនផ្អែកលើសកម្មភាពគោលការណ៍សំខាន់ទី2គឺ delay speech production ពន្យាពេលការនិយាយកូនសិស្ស not forced to speak កូនសិស្សអត់បង្ខំឲ្យនិយាយទេពួកយើង delay យកពាក្យ delay ណា delay ពន្យាពេលហើយទី3 comprehensible input ការដាក់ចូលចំណេះដឹងមិន teacher provide clear understandable language input through command and action អញ្ចឹងកូនសិស្សគ្រូដាក់ចំណេះដឹងចូលតាមរយៈនៃកាយគេដោយរូបភាពនេះគេធ្វើចលនាអញ្ចឹងគ្រូផ្ដល់ការយល់តាមលក្ខណៈនៃការបញ្ជាឲ្យគ្រូធ្វើសកម្មភាពដោយធ្វើដៃអញ្ចឹងនេះធ្វើដៃអញ្ចឹងនិយាយកូនសិស្សគាត់ធ្វើតាមអញ្ចឹងហ្នឹងគេចាប់តាមដាក់ចូលហើយណាចាហ្នឹងគឺជា key principle of TPR មួយទៀត classroom implementation ឥឡូវយើងធ្វើ model មើលការអនុវត្តនៅក្នុងថ្នាក់រៀនអញ្ចឹង model ដំបូង teacher demonstrate command while student observe and then participate ដំបូងដៃគ្រូគឺបង្ហាញការបញ្ជានិយាយបង្ហាញការបញ្ជាហ្នឹង demonstrate command ហ្នឹងអ្នកគ្រូបង្ហាញការបញ្ជាចំណែកឲ្យកូនសិស្ស observe ទៅគាត់សង្កេតមើលគាត់សង្កេតមើលក្រោយមកចាំចូលរួមបន្ទាប់មក participate ចូលរួមដល់ពេលទី2នេះ student perform action respond កូនសិស្សគាត់ចាប់ផ្ដើមធ្វើសកម្មភាពឆ្លើយតបទៅនឹងការបញ្ជារបស់គ្រូអញ្
chẳng miền tam tận cá một bốn tận cá thầm chỉ một đè này khỏi máu cứ vật hạt à nè một bốn dương một đè cứu thơm một đè đó vô việc thơm một đè đấy con sa sừng kê cào máu con sa hạt con sa phơi cam phết lòi top cho môi những cá bị chia bạc cứu ai ở đây là sầm khánh cứ cái hao tà rô reversal đó mình cá đào tua bao giờ bị trạc này từ bên nhà màu con sa nè phải chia mà cru nè thưa rồi có con sa comment tao can đại cú rồi có can cru bằng chẳng mẹ con sa nè gì đòn làประมาณ scam ទៀតតែគ្រូបង្ហាត់ហើយឥឡូវខ្លួនឯងដូចគ្រូចឹងអ្នកបជាគ្រូអ្នកធ្វើមើលគ្រូកូនសិស្សនិយាយ fly the plane គ្រូធ្វើ hop whale ចឹងទៅហ៎កូនសិស្សគេនិយាយថា try the car គ្រូធ្វើដៃបាក់ឡានកូនសិស្សគេនិយាយថា eat apple គ្រូធ្វើដៃក្តាប់ចាំមកឲ្យដាក់មាត់ធ្វើដូចកាន់ផ្លែប៉ោមចឹងណា eat apple ហ៎ហាត់ធីឌីឲ្យផ្លែខ្មុំគ្រូធ្វើដៃអោបទ្រូងឯងកវីចឹងកូនសិស្សអ្នកនិយាយប៉ុន្តែមុនគ្នាធ្វើអញ្ចឹងបានយើងធ្វើអញ្ចឹងបង្ហាញប្រាប់សិស្សសិនហើយក្រោយមកធ្វើមួយសិស្សហ្មងតែស្វាំហើយបាន reverse បច្រាស់សកម្មភាពនឹងវិញនេះអាហ្នឹងចូលដល់នេះហើយចូលដល់ production ហើយការផលិតហើយនេះអាហ្នឹងវាលោអញ្ចឹងវិធីសាស្ត្រហ្នឹងគេហៅថា classroom implementation គេធ្វើអញ្ចឹង1 2 3នេះឥឡូវចូលដល់តួនាទីគ្រូតួនាទីគ្រូតែម្ដង teacher role ចឹងគ្រូតួនាទីជាអីណាមើលក្នុងរូបហ្នឹងចឹងគ្រូជា director ជាអ្នកដឹកនាំសកម្មភាព teacher initially direct all student behavior through comment គ្រូដំបូងគឺដឹកនាំកូនសិស្សទាំងអស់ណាដឹកនាំកាយវិការអកប្បកិរិយាកូនសិស្សទាំងអស់តាមលក្ខណៈនៃការបញ្ជាគាត់និយាយដៅគាត់លើកដៃក្តាប់ក្តារណាអញ្ចឹងគ្រូជា action model មានន័យទីមួយគាត់ជា director ក្រៅពីជា director គាត់ជាអីទៀតជា action model ជាអ្នកធ្វើគេហៅថា demonstrate action សម្រាប់កូនសិស្សធ្វើតាមហើយជា facilitator ជាអ្នកសម្របសម្រួលជួយធ្វើយ៉ាងម៉េចឲ្យការរៀនភាសាហ្នឹងវាមានគេហៅថា low anxiety អត់សូវភ័យចឹងទៅអញ្ចឹងអាហ្នឹងបើគិតពីនេះសំខាន់ប៉ុណ្ណឹងណាតួនាទីគ្រូមួយទៀតតួនាទីសិស្សចុះសិស្សធ្វើអីសិស្សមានធ្វើអីជា listener ជាអ្នកស្ដាប់ជា performer ជាអ្នកធ្វើសកម្មភាពជា speaker ជាអ្នកនិយាយមានកូនសិស្សមានធ្វើអីធ្វើប៉ុណ្ណឹងជាអ្នកស្ដាប់ជាអ្នកធ្វើសកម្មភាពហើយក្រោយមកជាអ្នកនិយាយហ៎ចឹង student initially focus on listening and comprehensive គេហៅថា comprehending comment កូនសិស្សដំបូងគាត់ផ្ដោតទៅលើការស្ដាប់ហើយគាត់ត្រូវយល់ការបញ្ជានឹងដែរបើមិនយល់ធ្វើមិនកើតហើយមួយទៀតគេហៅថា performer អ្នកធ្វើសកម្មភាពឆ្លើយតបជាមួយរាងកាយតាមការបញ្ជាតាមការបង្ហាញនឹងមកហើយក្រោយមកបានគាត់ចាប់ដើមនិយាយនេះសិស្សមានធ្វើអីធ្វើប៉ុណ្ណឹង1 2 3ហ្នឹងហើយគ្រូចាំដែរជាអ្នកដឹកនាំជា model គំរូជាអ្នកសម្របសម្រួលសិស្ស3ហ្នឹងណាដល់ពេលយើងរៀន vocab ឬក៏វេយ្យាករណ៍រៀនយ៉ាងម៉េចអញ្ចឹងមានន័យថាឧទាហរណ៍ថា comment ហ្នឹងហើយអាការបញ្ជាហ្នឹងវាជាយានសំខាន់នៅក្នុងការបង្រៀនរចនាសម្ព័ន្ធភាសាវេយ្យាករណ៍បំភ័យកាលណានិយាយវាមកជាមួយវេយ្យាករណ៍អាណាត្រង់វេយ្យាករណ៍ចេញមិនដូចយើងនិយាយថាសក់ខ្មៅអញ្ចឹងឃើញមានវេយ្យាករណ៍ហ្នឹងហើយមានគុណនាមមួយមាននាមមួយសក់ខ្មៅសក់គេនិយាយមុនខ្មៅនិយាយក្រោយអង់គ្លេស black hair គុណនាមមុននាមក្រោយអញ្ចឹងវេយ្យាករណ៍វាមកអញ្ចឹងណាហើយចុះរៀន vocab យ៉ាងម៉េចអាពាក្យថ្មីហ្នឹងវាត្រូវបានយើងរៀនតាមលក្ខណៈនៃការដែលយើងធ្វើសកម្មភាពហ្នឹងហើយអាហ្នឹងយើងរៀនពាក្យអីហើយវេយ្យាករណ៍វាមកតាមរយៈសកម្មភាពអញ្ចឹងវេយ្យាករណ៍មកតាមរយៈសកម្មភាពពាក្យក៏មកតាមរយៈសកម្មភាពវាមកតាមហ្នឹងណាមួយទៀតចុះបកកែលម្អកំហុសគេហៅថា error correction approach វិធីសាស្ត្រកែលម្អកំហុស
chẳng tiện tông cái hào thà initial tolerance thì mỗi cứ lợn lên chừng buộc cả khó quạt khó mở không rùm cái nhé chẳng cái ọt đấy ọt miền tàu cài cầm họ bị khmer bị tận cao từ bốn ấy thì chờ còn là cài cầm họ thông bên cài đời thân nom tiết ọt lồng khan lồng hô này cá phơi bọc khmer ấy thì họ có dừng vậy là raise your hand con sao còn đại cho giống cái này chứ dịch hồ cài nó dừng tiền đại còn lợn làm nhưng tao còn vừa lại nè năng này cài cầm họ cài đời thân nom chẳng bên tay tận cao từ bốn ọt cài thì khổ nha chập đàm thơ cảm thấy bảo có cô nó dừng đào thì chết quát có dừng thơ cảm thấy rồi có tiền này quát ảnh tích mau thì chỉ ca snap nào không chẳng là đáng tệ tôi mỗi ca cầm họ chẳng admin more model correction đấy nè admin ca cầm họ giang làm ít ấy thế ad chẳng nghe nắng ca cầm họ ấyวิธีศาสตร์จะตรงจะมวย evaluation method เรายังวิทำลายไม่ยังไม่ดังวิทำลายไม่จังเราไปเรายังวิทำลาย teacher assess comprehension by observing student action ยังมือของรูปอ่อนๆมือคนซะครูก็วิทำลายก็ตามอย่างนั้นก็โชว์สังเกตมือวิทำลายก็โชว์มือนั่งให้มือหลักไม่โชว์สกรรมประเภทนั่งให้วิทำลายcho bà con thưa thấu mấy con vô lấy bầm vô thưa mấy thấu chẳng có sao con ai thưa sự cam phiếp bằng to đầm bay bằng hang ca cho bà con cam phiếp nhưng đã tao và mán nó có sai sự cam phiếp năng hài để hào ca về tầm lại nè năng cái hào về tầm lại dạ tôi mỗi ca thưa cam phiếp thằng ngon rồi câu về tầm lại tam lẹt nát skip kính trong chuyện đào tu tội ta em mua giá cả đào tu clay để tia họ tha walk to the doctor mình đã thấy doctor walk to the doctor walk to the door open the door nhé đào tu mình thưa cam phê thòm ná năng hào skit đào tu lẹ nào thà phần đấy short performance đấy cả thưa cam phê clay gạo skit mọi quên về please sit down chẳng đâu mà ta miền mình nè chia tệ để chân nhân đó mình nè dễ dân đào tu anh tới trong máu hào skip về tầm lại tam lẹo nạn thì cái skip observe về tầm lại lẹo nạn cả thời cảm thiệt nó về tầm lại tam đó tiện tuông chỉ muốn use our native language praoភាសាដើមเราមិនគេហៅថាប្រើភាសាដើម initial introduction TPO briefly introduce in a student native language TPO ai ta bằng hang đôi sừng khép tam giácភាសាដើមរបស់សិស្សកុំបើសិនជានេះមិនបាច់នេះអញ្ចឹងទេគិតពីប្រើភាសាដើមនិយាយភាសាខ្មែរបញ្ចូលអីហ្នឹងបើសិនជាកំណត់លោកគ្រូមិនបាច់ទេណាកុំប្រើអីយើងធ្វើសកម្មភាពគាត់យល់ហ្មងប៉ុន្តែបើសិនជាយើងអាចប្រើខាងដើមក៏មិនអីមិនទាស់ខុសទេ TPO briefly introduce in student native language មានគេឲ្យយើងប្រើmình khóc thế nè hay bật tua máu chạy tôm mùi minimal usageភាសាដើមហ្នឹងគឺប្រើឲ្យតិចបំផុតឬក៏កម្របន្ទាប់ពីប្រើម្ដងប្រើឲ្យតិចបំផុតមានន័យថាយើងអាចបញ្យល់គាត់ណែនាំអីខ្លះបន្តិចបន្តួចឲ្យគាត់ដឹងរឿងខ្លះដែរណាពីដំបូងក្រោយមកប្រើវាឲ្យតិចចឹងមកហើយសំខាន់គឺ non verbal communication នេះសំខាន់គឺយើងតាក់ទងគ្នាដោយអត់និយាយទេមានតែបង្រៀនគ្នាតាមលក្ខណៈអត្ថន័យតែម្ដងណាតាក់ទងជាមួយនឹង cultural integration ការបង្រៀនបែបហ្នឹងគឺវាច្បាច់ចូលជាមួយនឹងគេហៅថា lifestyle តាក់ទងជាមួយនឹងជីវិតប្រចាំថ្ងៃរបស់យើងបដោតលើជីវិតប្រចាំថ្ងៃយើងបញ្ចូលមកជីវិតប្រចាំថ្ងៃបញ្ចូលមកដើម្បីវារលូនធ្វើសកម្មភាពបតិតទៅមួយជីវិតប្រចាំថ្ងៃល្អណាបញ្ចូលមួយទៀតគេហៅ action based learning រៀនផ្អែកលើសកម្មភាពហើយបើសិនជាអាចចូលទៅក្នុងថា authentic context បរិបទមែនតែននេះអញ្ចឹងការចម្បាច់បញ្ចូលវប្បធម៌ហ្នឹងគឺអញ្ចឹងទីមួយយើងប្រើក្នុងរឿងមែនតែនយើងធ្វើសកម្មភាពឲ្យដូចអាមែនតែនណា
ហើយការរៀនរបស់យើងផ្អែកលើសកម្មភាពហើយបើសិនតាក់ទងជាមួយនឹងផ្ដោតទៅលើជីវិតប្រចាំថ្ងៃណាអាហ្នឹងគេហៅថា real life situation អានេះវាអត់សំខាន់ទេសំខាន់គឺអ្វីដែលលោកគ្រូនិយាយខាងលើអញ្ចឹងតាក់ទងជាមួយនឹង advanced TPO តិចនៃបច្ចេកទេស total physical response ដែលមានលក្ខណៈគេហៅថាយ៉ាងជ្រៅទៅមុខចង់និយាយថាលក្ខណៈកម្រិត advanced អញ្ចឹងវាមានសកម្មភាពការបញ្ជាមានលក្ខណៈស្មុគស្មាញជាងមុនដើម្បីយើងបង្ហាញពីសកម្មភាពជីវិតចាំថ្ងៃយើងនេះដូចការសម្ដែងរបស់យើងវាកាន់តែស្មុគស្មាញណាមានន័យថាចុះ advanced ហើយយើងមានការនិយាយការ comment របស់គ្រូរៀងឆ្ងាយជាងមុនបន្តិចចង់និយាយថារៀងជ្រៅជាងមុនអានឹងហៅកម្រិត advanced ហើយដូចជាការនិទានរឿងអមជាមួយសកម្មភាពអាហ្នឹងចូលដល់ TPO ដែរប៉ុន្តែលក្ខណៈ advanced ហើយយើង speak story ទៅយើងធ្វើសកម្មភាពមិនដែតដងកាយវិការ I am your teacher អីយើងដើរឬមិនគេហៅថា narrating story និទានរឿងអមជាមួយនឹង action ណាក្មេងយល់អញ្ចឹងក្មេងនៅពេលដែលយើងនិទានរឿងធ្វើសកម្មភាពគាត់យល់គេហៅថា abstract concept យល់ពីគំនិតអរូបីប្រើប្រាស់សកម្មភាពជាគេហៅថាការធៀបដើម្បីបង្ហាញគំនិតអាចកំបាំងគំនិតអរូបីមួយហៅ abstract idea អញ្ចឹងអានេះកម្រិត advanced ហើយ advanced TPO តិចនេះនៅតែប្រើបានសិស្សធំដល់ពេលទី14នេះ benefit and limitation មានគុណប្រយោជន៍ដែរមានគុណប្រយោជន៍ហើយមានគុណវិបត្តិដែរគុណប្រយោជន៍យើងក្មេងអត់ភ័យ reduce student anxiety ហើយការតភ្ជាប់រវាងគ្រូសិស្សគឺដោះដូរគ្នាគេហៅសំទោសការតភ្ជាប់គ្រូតំណែងសិស្សគ្រូបានវែងណាហើយក៏វាអាចទៅតាក់ទងជាមួយនឹង kinner គេហៅថា engage kinesthetic learner ចឹងតាក់ទងជាមួយនឹង kinesthetic ហ្នឹងមានន័យថាយើងរៀនតាមរយៈនៃការធ្វើសកម្មភាពណា engage មានន័យវាអាចតាក់ទងជាមួយអ្នករៀនដែលមានលក្ខណៈធ្វើសកម្មភាពឬក៏ដែលធ្វើតាមរយៈនៃការធ្វើសកម្មភាពហ្នឹងចឹងនេះជាគុណប្រយោជន៍របស់វាប៉ុន្តែបើសិនជាការលំបាករបស់វាចង់និយាយថាវាអាចគេហៅវាអត់ស័ក្តិសមជាមួយនឹងការរៀនគ្រប់ style ទាំងអស់ទេហ្នឹងមិនបានប្រហែល style ហ្នឹងទានភាសាអញ្ចឹងទៅគំនិតភាសាអីតាក់ទងជាមួយអរូបីធំវាយើងពិបាករៀនដែរណាពិបាករៀនដែរហើយដល់ពេលតាក់ទងមួយការសម្របសម្រួល TPO តាមបរិបទផ្សេងអាហ្នឹងបងប្អូនគិតខ្លួនឯងទៅក្មេងធ្វើមិនយើងបញ្ចូលហ្គេមបញ្ចូលចម្រៀងជាមួយសកម្មភាពទៅណាអាហ្នឹងថាអាចដែលតែសម្របសម្រួលវាចាក់ចម្រៀងធ្វើសកម្មភាពតាមចម្រៀងធ្វើសកម្មភាពតាមហ្គេម incorporate វាណាមានន័យថាយើងបញ្ចូលសកម្មភាពនៅក្នុងហ្គេមដែលយើងលេងអញ្ចឹងទៅណាបើក្មេងៗឬក៏ចម្រៀងអញ្ចឹងទៅប៉ុន្តែបើអ្នករៀនដែលគេហៅពួកធំហើយ adult learner ហ្នឹងប្រើសកម្មភាពរៀងស្មុគស្មាញដំណាក់កាលសកម្មភាពដែរប៉ុន្តែវាមានលក្ខណៈស្មុគស្មាញជាមុនការបញ្ជាមានលក្ខណៈស្មុគស្មាញសកម្មភាពក៏ស្មុគស្មាញដែរព្រោះគាត់ជាលក្ខណៈ professional នៅក្នុងលក្ខណៈ professional context បរិបទមួយយ៉ាងណា professional ដែរហើយបើយើងបង្រៀន online គឺយើងប្រើវីដេអូអីចឹងទៅដើម្បីបង្ហាញព្រោះយើងទៅបង្ហាញគាត់ផ្ទាល់បង្កើតចឹងបង្ហាញសកម្មភាពតាមលក្ខណៈនៃវីដេអូចឹងទៅចា៎ហ្នឹងតាក់ទងជាមួយនឹងការដែលយើងបង្រៀន TPO បាទអរគុណច្រើន